បាទសម្រាប់ព្រឹកមិញ Highlander 2 គ្រឿង Highlander 2 គ្រឿងយើង clear ទៅបាត់ហើយឥឡូវនេះមកដល់ Highlander មកដល់ Proof បាទសម្រាប់ Highlander នេះខ្សោយ compressor បងប្អូនបាទនេះ gas មានគ្រប់ compressor បឺត5ហើយ compressor លាន់ច្រាយនេះបាត់ AC មួយបើកបងប្អូនបាទលាន់ compressor ខ្សោយបឺត5ប៉ុន្តែយើងបញ្យល់ម្ចាស់ឡានឲ្យគាត់ដោះកញ្ចែងក្តៅដូរតម្រងហើយនឹងដោះលាងហើយដាក់ប្រេងឡើងវិញជួនកាលវាស្ទើរទៅជួចតែយើងដោះលាងដាក់ក្រាស់ថ្មីហើយដាក់ប្រេងទៅវាអាចចំណាយការឡើងវិញអញ្ចឹងយើងសេវលុយឥឡូវយើងធ្វើវិធីសាស្ត្រតាមនឹងសិនបាទនេះស្ទើរត្រជាក់ហើយនឹងបើកមិនត្រជាក់មកធុំក្លិននេះដោះលាងបងប្អូនណាបាទនេះកញ្ចែងត្រជាក់របស់ Highlander ឡានដែលមកខ្ញុំរៀបបញ្យល់ថាខ្សោយ compressor បងប្អូនបាទ compressor លាន់ច្រាវហើយបឺតឡើងហើយមើលកញ្ចែងក្នុងនេះអញ្ចឹងយើងបានដោះលាងអញ្ចឹងណាដោះលាងកញ្ចែងក្នុងឲ្យស្អាតហើយយើងចាប់ផ្ដើមដាក់ប្រេង compressor ចូលជួនកាល compressor ខ្លះខ្សោយលាន់ច្រាវគឺបណ្ដាលមកពីវាអត់មានប្រេងវាអត់មានជាតិសំណើមវាស្ងួតដល់ពេលយើងវារត់ទៅវាលាន់អញ្ចឹងដោយឡាននេះយើងធ្វើពីតូចទៅធំយើងដោះលាងឲ្យស្អាតយើងដាក់ប្រេងចូលបាទហើយចាំមើលវាទៅជាយ៉ាងណាវិញបងប្អូនបាទចាំមើលវគ្គបន្តទៀតហើយដូចចាក់ស្ដែងខ្ញុំរើចេញមកចាំមើលកញ្ចែងនេះមើលដីខ្លាំងមកហើយជាងខ្ញុំកំពុងតែលាងសម្អាតទុំនេះកំពុងលាងសម្អាតទុំនេះសម្ងួតខាងនោះចាប់ប្រើបិទប៉ងសម្ងួតហើយរៀបបិទហើយនេះកញ្ចែងព្រុសមើលព្រុសខាងនោះមើលព្រុសមើលព្រុសនេះទៅដីបងប្អូនបាទអញ្ចឹងថាប្រយោជន៍នៅក្នុងការលាងរើតាប់ឡូយកមកលាងសម្អាតខាងក្រៅអញ្ចឹងបងប្អូនមើលនេះបាទជាក់ស្ដែងបាទនេះកញ្ចែងនេះយកមក Highlander នេះបោះព្រុសបាទសម្រាប់នេះណាបងប្អូនបាទនេះព្រុសនេះសម្រាប់ Highlander បងដែល compressor មកលាន់ច្រាវបង compressor លាន់ច្រាវហើយសម្ពាធនេះសម្ពាធ compressor បឺតឡើង5ឥឡូវបន្ទាប់ពីគាត់ស្ដាប់ការណែនាំរបស់មេជាងខ្ញុំឲ្យដោះលាងដោះដូរតម្រង់កញ្ចែងក្តៅហើយនឹងដាក់ប្រេង compressor ហើយឥឡូវ compressor ស្ងាត់ឈឹងបងប្អូនបាទបងប្អូនហ៎ compressor ស្ងាត់ឈឹងហើយនេះសម្ពាធធ្លាក់មកហ៎ចេះបឺតដល់30ជាងនេះល្អខ្លាំងហ្មងហើយខ្ញុំចាស់ឡាននេះត្រូវបងឥឡូវខ្ញុំចូលទៀតបងប្អូនយើងគាត់ជឿកន្លែងថាមកខ្ញុំចេះតែនិយាយមកដំបងលាន់ច្រាវបងប្អូនលាន់ច្រាវមកបើទៅកន្លែងខ្លះគេដូរចោលហើយកុំព្យូទ័រហ្នឹងបាទហើយកន្លែងខ្ញុំអត់ឲ្យគាត់ដូរទេថាខ្ញុំឃើញសម្ពាធវាដើរត្រឹម50តិចតួចហើយយើងមើលទៅយោមើលស្ដាប់សូរសំឡេងកុំព្យូទ័រអីចឹងយើងឲ្យគាត់ជំរើសដោះកញ្ចែងក្តៅដូរត្មងដាក់ប្រេងហើយនឹងលាងកញ្ចែងក្នុងអញ្ចឹងបងប្អូនឃើញហើយកញ្ចែងគាត់ដីធ្វើតបោបាទដីខ្លាំងឥឡូវលាងស្អាតដាក់ប្រេងចូលដាក់ក្រាស់ថ្មីចូលដល់ស្ងាត់ឈឹងហើយនេះជាក់អែមបាទ Proof SUV បងប្អូនបាទ Proof SUV នេះ012តែចាក់ចាញ់ថ្ងៃធ្វើការដោះលាងបាទរើតាប់ឡូមកដោះលាងសម្រាប់ខាងក្រៅបាទនេះសុំនឹងហៅខ្យងរបស់ Proof SUV 012បន្ទាប់ពីរើមកដីបងប្អូនឃើញដីនេះដីហើយក៏តិចខ្មៅទៀតនេះប៉ងហ្វេននេះដាច់អស់ហើយនេះហ៎ទៅដីបងប្អូនបាទឃើញនេះSUV 012នេះកញ្ចែងត្រជាក់របស់ Proof 012 SUV បាទបន្ទាប់ពីរើចេញមកបងប្អូននេះបាទហ៎ឡើងសបោណាចាប់ដើមឡើងសបោនេះត្រង់ហ្នឹងឯងធ្វើឲ្យឡាននឹងត្រជាក់ចាញ់ថ្ងៃបាទធ្វើឲ្យត្រជាក់ចាញ់ថ្ងៃបន្ទាប់ពីដោះលាងហើយចាក់ឡើងវិញបងប្អូនបាទនេះមើលដីហ៎ដីខ្មៅវិញអស់ចាំមកខ្ញុំលាងហើយអូខេបងប្អូនបាទសម្រាប់កញ្ចែងត្រជាក់របស់ Proof SUV 012បាទលេខបាត់ហើយនេះលេខ2 3កន្លែងនេះកញ្ចែង Proof SUV ដែលលេចបងប្អូនបាទនេះលេចởខាងលើនេះឡាននេះបាទឥឡូវនេះម្ចាស់ឡានគាត់សម្រាប់ចិត្តថាផ្លាស់ប្ដូរកញ្ចែងថ្មីសិនធានា3ខែនេះកញ្ចែងថ្មីសិនណាបោះ Denso ចំបងប្អូនបាទ
bà đấy thiến cho màu với miền câu chăng ạ bà anh ấy là lệnh mánh nhé chạy lệnh mánh bà